យុទ្ធសាស្ត្ររំដោះបំណុលនិងការបង្កើតទ្រព្យសម្បត្តិក្នុងពេលតែមួយសួស្តីបងប្អូនទាំងអស់គ្នាធ្លាប់មានអារម្មណ៍ទេថាខ្លួនឯងកំពុងជាប់ក្នុងការលំបាកមួយដែលខំធ្វើការសឹងស្លាប់តែលុយបានមកគ្រាន់តែសម្រាប់សងការប្រាក់គេមនុស្សភាគច្រើនតែងតែគិតថាចាំសងបំណុលអស់ចាំគិតរឿងសំប៉ុន្តែតាមពិតផ្នត់គំនិតនេះហើយដែលធ្វើឲ្យយើងមិនអាចងើបចេញពីបំណុលបានជារៀងរហូតថ្ងៃនេះខ្ញុំនឹងចែករំលែកនៅយុទ្ធសាស្ត្រមួយដែលជួយឲ្យអ្នកអាចសងបំណុលផងនិងសន្សំលុយក្នុងពេលតែមួយប្រធានបទនេះអាចនឹងផ្លាស់ប្ដូរជីវិតរញ្ញវត្ថុរបស់អ្នកប្រសិនបើអ្នកតាំងចិត្តស្ដាប់ដល់ចប់និងយកទៅអនុវត្តជំហានទី1កុំរត់គេចពីការពិតជំហានដំបូងដែលពិបាកបំផុតគឺការប្រឈមមុខនឹងការពិតហ្នឹងហើយកុំរត់គេចចូលយកกระดาษមួយសន្លឹកមកទៅសេរាល់បញ្ជីបំណុលទាំងអស់ដែលអ្នកមានតើអ្នកជំពាក់អ្នកណាខ្លះតើចំនួនទឹកប្រាក់សរុបមានប៉ុន្មានអត្រាការប្រាក់ប៉ុន្មានភាគរយក្នុងមួយខែប៉ុន្មានភាគរយក្នុងមួយឆ្នាំហើយត្រូវបង់ប្រាក់អបបរមាហ្នឹងប៉ុន្មានក្នុងមួយខែឬមួយឆ្នាំហ្នឹងនៅពេលដែលអ្នកឃើញលេខទាំងនេះនៅលើក្រដាសអ្នកនឹងលែងមានអារម្មណ៍ភ័យខ្លាចព្រោះតែការដែលយើងស្គាល់សត្រូវច្បាស់គឺជាជំហានដំបូងនៃជ័យជំនះជំហានទី2ជ្រើសរើសអាវុធសម្រាប់វាយបកឥឡូវហ្នឹងយើងមានវិធីសាស្ត្រល្បីៗពីរដែលពិភពលោកកំពុងប្រើទី1គឺវិធីសាស្ត្របាក់ព្រិលឬភាសាអង់គ្លេសថា snowball methods អញ្ចឹងវិធីហ្នឹងគឺអ្នកត្រូវសងបំណុលដែលមានចំនួនទឹកប្រាក់តិចបំផុតមុនគេបង្អស់ព្រោះនៅពេលដែលអ្នកសងបំណុលតូចមួយដាច់អ្នកនឹងមានអារម្មណ៍ជោគជ័យអារម្មណ៍នេះនឹងផ្ដល់កម្លាំងចិត្តឲ្យអ្នកសងបំណុលធំបន្តទៀតវាក៏ជាការឈ្នះតាមបែបចិត្តសាស្ត្រមួយដែរឬទី2វិធីសាស្ត្រផ្ទាំងតកដែលភាសាអង់គ្លេសថា avalanche methods ចឹងវិធីហ្នឹងគឺត្រូវសងបំណុលដែលមានអត្រាការប្រាក់ខ្ពស់បំផុតមុនគេវិធីនេះជួយឲ្យអ្នកសន្សំលុយបានច្រើនព្រោះអ្នកមិនអាចខាតបង់ទៅលើការប្រាក់ច្រើនពេកទេអញ្ចឹងយើងគិតមើលខ្លួនយើងថាតើមួយណាត្រូវនឹងយើងបើសិនជាអ្នកត្រូវការកម្លាំងចិត្តប្រើវិធីទី1បើសិនជាអ្នកចង់ចំណេញលុយកាក់ប្រើវិធីទី2ជំហានទី3ការបង្កើតខែលការពារចំណុចនេះសំខាន់ណាស់មូលហេតុដែលយើងតែងតែធ្លាក់ចូលក្នុងបំណុលថ្មីគឺដោយសារយើងគ្មានលុយបម្រុងបើសិនជាថ្ងៃនេះម៉ូតូខូចកូនឈឺឬមានធរៈបន្ទាន់តើអ្នកបានលុយពីណាបើអ្នកគ្មានលុយសន្សំអ្នកនឹងទៅខ្ចីគេទៀតនោះហើយជាការដោះបំណុលចាស់បង្កើតបំណុលថ្មីដូច្នេះទោះបីកំពុងសងបំណុលក៏ដោយចូលដកលុយបន្តិចបន្តួចអាចថា20ទៅ50រៀលក្នុងមួយខែដើម្បីបង្កើតគឺលុយបន្ទាន់តូចមួយគឺលុយដែលយើងប្រើនៅពេលដែលមានបញ្ហាបន្ទាន់ណាមួយយើងអាចប្រើបានលុយហ្នឹងមិនមែនសម្រាប់ទិញអីវ៉ាន់ទេគឺសម្រាប់ការពារអ្នកកុំឲ្យខ្ចីគេថែមពេលមានអាសន្នវាដូចជាខែលហិរញ្ញវត្ថុមួយរបស់អ្នកជំហានទី4ការផ្លាស់ប្ដូរទម្លាប់និងការតាំងចិត្តបំណុលភាគច្រើនកើតចេញពីទម្លាប់នៃការចាយវាយលើសពីលទ្ធភាពដើម្បីសន្សំបានអ្នកត្រូវហ៊ាននិយាយថាទេចំពោះរបស់ដែលមិនចាំបាច់យើងត្រូវសួរខ្លួនឯងមុនទិញតើវាជាតម្រូវការឬគ្រាន់តែជាការចង់បានត្រូវកាត់បន្ថយការញ៉ាំក្រៅកាត់បន្ថយការដើរលេងមួយរយៈធំត្រូវរកចំណូលបន្ថែមតើអ្នកអាចធ្វើអ្វីបានខ្លះក្រៅពីការងារគោលរបស់អ្នកយើងគិតមើលខ្លួនយើងដើម្បីយកលុយនោះមកសងបំណុលឲ្យឆាប់ដាច់យើងត្រូវចងចាំថាការលំបាករយៈពេលខ្លីនឹងនាំមកនូវសេរីភាពរយៈពេលវែងអញ្ចឹងការដែលយើងសងបំណុលមិនមែនជាការរត់ប្រណាំង100ម៉ែត្រទេវាដូចជាការរត់ម៉ារ៉ាតុងអញ្ចឹងកុំបាក់ទឹកចិត្តបើអ្នកមានអារម្មណ៍ថាវាយឺតក៏មិនអីដែរសំខាន់គឺអ្នកកំពុងដើរទៅមុខអញ្ចឹងយើងគួរតែចាប់ផ្ដើមពីថ្ងៃនេះចាប់ផ្ដើមរាយបញ្ជីបំណុលទៅអ្នកយើងជាពាក់អ្នកណាខ្លះហើយយើងចាប់ផ្ដើមសន្សំលុយបន្ទាន់របស់យើងហើយតាំងចិត្តសងតាមវិធីមួយណាដែលអ្នកគិតថាសមស្របនឹងខ្លួនអ្នកអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើបានប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like subscribe ហើយនិង share ទៅកាន់មនុស្សដែលអ្នកស្រឡាញ់ទាំងអស់គ្នាហើយ comment ពាក្យថាខ្ញុំនឹងចាប់ផ្ដើមដើម្បីជាការតាំងចិត្តមួយអរគុណជួបគ្នានៅវីដេអូក្រោយ